សូពូវ៉ាន់បងដឹងពីឋានៈរបស់ខ្ញុំហើយពេលនេះមិនមែនជារឿងកំ pl ែងទេណាអ្នកណាថារឿងកំ pl ែង ហា គិតទៅមើលបើប្រពន្ធបងគឺជាព្រះរាជាអ្វីទាំងអស់គឺសិតតែធ្លាក់នៅក្នុងកណ្ដាប់ដៃរបស់ពួកយើងទាំងពីរនាក់បន្ទាប់ពីសម្លាប់ពួកអាប្រមាណអ្នកនេះរួចហើយបងចង់បានប្រពន្ធប្រមាណអ្នកក៏បានដែរត្រូវទេបង នេះឯងចង់បែកចែកផងអីចង្រៃគឺមានតែព្រះរាជាតែប៉ុណ្ណោះទេដែលមានសិទ្ធិនោះស្រីម្នាក់នេះមិនមែនជាស្ដេចទេនិយាយតាមត្រង់ទៅចុះពេកខ្ញុំមិនចង់ជ្រៀតជ្រែកទេប៉ុន្តែអានេះប្រពន្ធរបស់ខ្ញុំណាដាច់ខាតត្រូវតែធ្វើលោកឯងហ៊ានលួចបល្ល័ង្កប្រពន្ធរបស់យើងផងតាមមើលទៅចង់ស្លាប់ហើយស៊ូបូហ្វានឯងពឹងផ្អែកទៅលើអាវុធរបស់ឯងកំពុងតែកាន់នេះចង់មកកញ្ចាប់ពួកយើងផងទៀតមែនទេយើងមានកងទ័ពមួយសែននាក់ពួកឯងត្រឹមតែជាសត្វស្រមោចតែប៉ុណ្ណោះចង់ធ្វើអ្វីយើងទៅចាំមិនពឹងផ្អែកមនុស្សច្រើនបានការអ្វីទៅសាជូក៏ហៅប្រពន្ធរបស់យើង 3000 នាក់មកកាន់ទីនេះចាហេខ្ញុំឈ្នះហើយឲ្យលុយមកហានេះជាសញ្ញាប្រកាសអាសន្នលោកប្តីមានរឿងហើយតែយើងតោះតើណាគេទៅដែលមានបញ្ហាជាមួយប្តីយើងនោះពួកឯងឆាប់ចេញមកតម្រង់ទៅមកពួកឯងចាំមើលចុះប្រពន្ធរបស់យើងមានត្រឹមតែ 3000 នាក់ទេកងទ័ពឯង 100,000 នាក់ជាអ្វីទៅថ្ងៃនេះយើងបានឃើញមនុស្សឈួតហើយគឺឈួតដូចជាឯងចឹងកុំតន់អាននិយាយចាំមើលសិនទៅឯងពិតជាល្ងងពេកហើយកងទ័ពព្រះរាជាមានរហូតដល់ 100,000 នាក់ចំណែកឯងមានត្រឹមតែ 3000 នាក់ហើយជាមនុស្សស្រីទៀតតើអាចធ្វើអ្វីបានទៅស៊ូពូវ៉ាន់ប៉ាត់មែនថាប្រពន្ធបងគេមានសមត្ថភាពរៀងខ្លួនប៉ុន្តែគេជាមនុស្សស្រីមិនអាចទប់ទល់ជាមួយពួកឆ្កែទាំងអស់នេះបានទៅត្រូវហើយព្រះរាជបတ်កងទ័ពសេនាប្រមុខមាន 100,000 នាក់ហើយសេនាប្រមុខធ្លាប់ឡើងប្រយុទ្ធនៅសមរភូមិជាមួយសត្រូវអ្នកណាក៏ខ្លាចដែរទៅខ្លាចស្អីទៅធ្វើត្បិតតែពួកគេប្រកែប្រយុទ្ធប៉ុន្តែអាវុធធម្មតាតែចំណែកបងវិញគឺជាអាវុធសម័យទំនើបស៊ូបូហ្វានដោយអ្វីដែលព្រះរាជាមានព្រះបន្ទូលចឹងមិនបាននិយាយកុហកលោកទេលោកមិនអាចប្រយុទ្ធជាមួយគេបានទេហាឡើយតេងប្តីខ្ញុំនិយាយជាការប៉ັດមនុស្សស្រីនៅក្នុងសំណាហារ៉េមមាន 3000 នាក់សិតតែមានសមត្ថភាពទាំងអស់មិនមែនអន់ដូចជាពួកតិចឆ្កែឆ្មាអញ្ចឹងទេពិតជាត្រឹមត្រូវហើយឈប់និយាយទៅថ្ងៃនេះយើងនឹងឲ្យឯងឃើញអំពីអំណាចកងទ័ពរបស់យើងសេនាឆាប់សម្លាប់ពួកគេទៅចាប់ហើយម្ដងនេះចាប់ហើយឯអូនសុំទោសដាក់អូននាំទុកដល់បងកុំអារម្មណ៍អីអូនសម្លាញ់អ្វីដែលបងនិយាយគឺវាជាការពិនទោះបីជាកងទ័ព 100,000 នាក់ឬក៏1លាននាក់ក៏ដោយក៏មិនអាចធ្វើអ្វីបងបានដែរយើងចាំមើលថាសំណាក់ហារ៉េមមានមនុស្សស្រីត្រឹមតែ 3000 នាក់ហើយទប់ទល់ជាមួយនឹងកងទ័ពយើង 100,000 នាក់តើទប់ទល់យ៉ាងម៉េចទៅពួកឯងសម្លាប់វាទៅអូយមានរឿងរ៉ាវអីទៅវិញយាយគិលជួយមេឃអីមានរឿងអីព្រះអង្គមានមនុស្សស្រីចំនួន 3000 នាក់នៅខាងក្រៅក្រុងពោពេញទៅដោយអាវុធប្លែកកងទ័ព 100,000 នាក់ទប់មិនឈ្នះទេហានេះណាគេហ៊ានធ្វើបាបប្តីរបស់យើងគឺត្រូវតែស្លាប់មិននឹងអាចទៅជាអញ្ចឹងទ័ពរបស់យើងសុទ្ធតែជាងខ្លាំងហេតុអីត្រូវចាញ់ជាមួយនឹងមនុស្សស្រីបែបនេះទៅវិញអេស៊ូពូវ៉ាន់ពួកគេសិតតែជាប្រពន្ធបងទាំងអស់ហេមិនធម្មតាមែនសិតតែជាប្រពន្ធរបស់បងទាំងអស់នឹងអូនមើលចុះតើយ៉ាងម៉េចដែរអាវុធទាំងអស់នេះហាក់ដូចជាវេទមន្តអញ្ចឹងបងស្រីសំណាក់ហារ៉េម 3000 នាក់បុកជាមួយស៊ូពូវ៉ាន់ទៀតថ្ងៃនេះច្បាស់ជាឈ្នះព្រះអង្គមើលទៅកងទ័ពរបស់យើងមិនអាចទប់ទល់ជាមួយនឹងគេបានទេតើពួកយើងត្រូវធ្វើយ៉ាងម៉េចទៅបើកងទ័ពរបស់លោកមិនអាចប្រយុទ្ធបានទេនោះយើងមានតែវិធីមួយគត់គឺព្រះអង្គមានន័យយ៉ាងម៉េចការដណ្ដើមរាជបល្ល័ង្កមានទោសធ្ងន់ណាស់អាចកាត់ទោសប្រហារជីវិតអំពីសំណាក់កងសម្ព័ន្ធទាំង4យើងអាចមានឱកាសតែម្យ៉ាងគត់គឺចាប់ព្រះរាជាឲ្យបានក្រាបទូលព្រះអង្គទូលបង្គំយល់ហើយទូលបង្គំនឹងធ្វើឥឡូវនេះចៅហាន់មកតប100,000 នាក់ត្រូវបានកម្ចាត់ចោលហើយនៅចង់យ៉ាងម៉េចទៀត
គ្មានចង់យ៉ាងម៉េចទេថ្ងៃនេះយើងនឹងសម្លាប់នាងឯងហើយនឹងខ្លាចទៅជាស្ដេច បានហើយព្រោះតែចង់បានរៀបបល្ល័ង្កស្ដេចឯងចង់ឈួត យើងមិនឈួតទេយើងជាកូនប្រុសរបស់លោកឪពុកតែម្នាក់គត់រាជបល្ល័ង្កនេះគួរតែជារបស់យើងតើវាមានឋានៈអ្វីទៅទើបអាចគ្រប់គ្រងនគរបាននោះថែមទាំងយករាជបល្ល័ង្ករបស់យើងទៀត ឈប់ឈួតទៀតទេ អ្វីដែលនាងនិយាយគិតថាត្រូវមែនទេតំណែងស្ដេចមួយនេះគឺជារបស់យើងតែម្នាក់គត់នាងឯងគ្មានសិទ្ធិនោះទេពួកអើយណែយើងប្រាប់មកហើយណាចង់ប៉ះប្រពន្ធរបស់យើងមានសួរច្បងពីយើងហើយដែរនៅហ៎ឯងហ៊ាននិយាយបែបនេះក៏ព្រោះតែឯងមានអាវុធនៅក្នុងដៃរបស់ឯងទើបឯងហ៊ាននិយាយបែបនេះបើខ្លាំងឯងបោះចោលអាវុធនឹងទៅយើងប្រកួតគ្នាដោយដៃនឹងដៃក៏បានយើងមិនខ្លាចឯងទេអញ្ចឹងឯងសាកមើលទៅបាន អូយហើយ អាឡងងពួកឯងចាប់ការពួកវាទៅហឺពួកឯងនៅចាប់ស្អីទៀតមិនឆាប់សម្លាប់វាទៅនៅចាប់ស្អីទៀតឆាប់ចូលទៅមកយើងត្រៀមហើយពួកអាបងបាយឯងនេះឆាប់ចូលទៅផាំងនេះមិនអាចទៅរួចទៅផាំងអត់ផាំងភីវភីវភីវផាំងភីវភីវផាំងអូយ៉ាងមកចេះអូយ៉ាមានរឿងអីកាត់ឡើងទៅផឹងអើយព្រះអង្គហូ វ៉ាវនេះតើបងធ្វើយ៉ាងម៉េច បងប្រាក់ម្រាមដៃទឹកនឹងណា បងនៅចេះ5រៀមដៃទឹកទៀតទេលោកប្តីបរិញ្ញាខ្ញុំឲ្យចេះផងបានអត់ អត់មានអីពិបាកទេចាំធ្វើតាមបងទៅចាំបងបង្រៀនប៉ុន្តែលក្ខខណ្ឌដែលបងបង្រៀននោះលុះត្រាតែពួកអូនទាំងពីររៀបការជាមួយនឹងបងសិន ខ្ញុំអាចទៅរួចទេហើយគាត់ថាបងអូនខ្ញុំស្អាតទេ អាចាអូនចំណែនបងអូនខ្លួនឯងមែនទេព្រះអង្គពេលនេះជឿចាញ់ហើយឆាប់រត់ទៅអាចសល់ឱកាសពេលក្រោយទៀតមិនខ្វះអូសដុតនោះទេត្រូវលោកសេនាប្រមុខនិយាយត្រូវយើងឆាប់រត់ទៅចង់រត់ណាយើងប្រាប់ឯងទៅចោះបើឯងមានចិត្តថាចង់រត់នោះអាវុធរបស់យើងគឺគ្មានភ្នែកនោះទេសម្រាប់ឯងភ្លាមស៊ូបូហ្វាន់អាចចង់រែកឯងនេះបំផ្លាញរឿងយើងម្ដងហើយម្ដងទៀតបើមិនមែនឯងទេម្ល៉េះយើងនឹងខ្លាចទៅជាពរាជាតាំងពីយូរណាស់មកហើយ ហើយឈប់និយាយទៅសារយើងទៅយើងអៀនណាអាចចង្រៃយើងមិនបានសើឯងទេគឺឯងជាអ្នកបំផ្លាញរឿងល្អរបស់យើង បើហ៊ានប៉ះប្តីយើងពួកអញថាទៅងាប់ ហ៎ បើមិនចង់ឲ្យចាប់ខ្លួនទេអញច្បាស់ជាស្លាប់ ព្រះអង្គគ្រួសារសាវយើងសុកចិត្តចោះចាញ់ហើយមិននឹកស្មានថាអ្វីគ្រប់យ៉ាងដែលយើងខំប្រឹងប្រែងធ្វើបែរជាចាប់ត្រឹមនេះសោះព្រះពិតជាអយុត្តិធម៌ណាស់សម្រាប់ ដល់ពេលហើយសាន់វូចាប់ខ្លួនគេទៅ ទទួលបញ្ជាបងស្រីហងខ្ញុំនឹងកំហុសហើយខ្ញុំទទួលកំហុសហើយ ដឹងខុសមែនទេបើកុំទៅស៊ូពូហ្វាន់ជួយយើងនោះជីវិតយើងម្លេះស្លាប់បាត់ទៅហើយ ខ្ញុំមិនហ៊ានធ្វើចឹងទៀតទេបងស្រីសូមបងស្រីលើកលែងទោសឲ្យខ្ញុំផង ឈប់យកសັບទៅផ្លែដកតំណែងរបស់ឯងយកឯងទៅដាក់គុកប្រហារជីវិតឯងក្រោយរដូវស្លឹកឈើជ្រុះ បងស្រីខ្ញុំដឹងកំហុសហើយបងស្រីខ្ញុំដឹងកំហុសហើយបងស្រីកុំសម្លាប់ខ្ញុំអីបងស្រីព្រះអង្គទូបង្គំដឹងកំហុសហើយសូមព្រះអង្គដាក់ទោសទូបង្គំទៅចោះទូបង្គំមិនអាចប្រឆាំងបដិសេធបានទេលោកសាវប៉ៅធានកូនស្រីរបស់លោកខ្លាចទៅជាប្រពន្ធរបស់ខ្ញុំហើយខ្ញុំនឹងសន្យាព្យាយាមមើលថែនាងឲ្យបានល្អអរគុណព្រះអង្គម្ចាស់អរគុណព្រះរាជា ចាប់វាទៅញាត់គុកទាំងអស់ទៅទីបំផុតអ្វីគ្រប់យ៉ាងគឺយើងបានដោះស្រាយរួចហើយស៊ូពូហ្វាន់ខ្ញុំពិតជាអរគុណបងខ្លាំងណាស់ អូបើអរគុណនោះចង់អរគុណដោយរបៀបយ៉ាងណាវិញហ៎ បងអញខូចណាស់ បងខូចក៏ព្រោះតែស្រឡាញ់អូនបងចង់ណា ធ្វើអី